វីដេអូនេះនឹងបង្ហាញអំពីរបៀបប្រើប្រាស់ context នៅក្នុង Odoo ដែលយើងនឹងបង្ហាញអំពីរបៀបបង្កើត context, import context និងរបៀប export context អញ្ចឹងដំបូងយើងចូលមកកាន់ Odoo របស់យើងហើយយើងនៅក្នុងផ្នែក add របស់ Odoo វាមាន add នេះ context យើងចូលមកកាន់ context ហ្នឹងមកតបមកដើម្បីបង្កើត context បានយើងមានប៊ូតុងមួយគឺថា create context យើងចូលមកកាន់ create context មកនៅក្នុង context នេះដែរគឺវាបែរទៅជាវាមានជា company និងជា individual ណា individual នេះលក្ខណៈជាបុគ្គលហើយ company លក្ខណៈជាក្រុមហ៊ុនដែលពីរនេះយើងត្រូវបំពេញដូចគ្នាទេក៏ដោយថា company យើងបំពេញជាព័ត៌មានផ្សេងពី individual បើសិនជាយើងត្រូវកប់ព័ត៌មានតាក់ទងមួយ company យើងទៅ company ណាយើងបំពេញព័ត៌មានតាក់ទងមួយ company ទៅបើសិនជាយើងចង់កប់ការងារដើម្បីកប់ព័ត៌មានតាក់ទងមួយ individual យើងទៅ individual ណាយើងបំពេញព័ត៌មានតាក់ទងមួយ individual ទៅអញ្ចឹងយើងធ្វើការបំពេញណាកន្លែង company នេះករណីដែល company របស់គាត់ហ្នឹងយើងបានកត់បញ្ចូលនៅក្នុង contact យើងហើយអញ្ចឹងយើងគ្រាន់តែ select យក company របស់គាត់មកអញ្ចឹងគឺវាហើយយើងមិនចាំបាច់ទៅបំពេញ company address ទេតែបើសិនជាគាត់ហ្នឹងនៅក្នុង company ថ្មីដែលយើងមិនទាន់បានកត់ចូលអញ្ចឹងយើងបំពេញ company address គាត់ម្ដងទៀតទៅបំពេញអស់ទៅតែបើសិនជាគាត់មានស្រាប់ហើយហើយយើងចុចជ្រើសចឹងទៅគេថាវាផនទៅកាន់ company ហ្នឹងហើយ address ហ្នឹងអញ្ចឹងយើងអត់ចង់ពេញម្ដងទៀតទេយើងពេញចប់ position ហើយទូរស័ព្ទtitle គាត់ជាគេជា doctor ជា professor mister អញ្ចឹងទៅយើងដាក់ថៃកំណត់សម្គាល់របស់គាត់គាត់ជា employee គាត់ជា free membership អញ្ចឹងទៅកន្លែងជាកន្លែងពេញ share purchase របស់គាត់ซึ่งជាព័ត៌មានចាំបាច់ហើយគាត់មានយើងត្រូវពេញយើងពេញកន្លែងហ្នឹងទៅមានពេញ accounting ហើយមានកំណត់សម្គាល់ផ្សេងៗទៀតពីគាត់យើងអាចពេញបានបន្ទាប់ពីពេញហើយយើងអាច upload រូបបែបនេះបានអញ្ចឹងយើងរូបមកយើង upload ទៅហើយយើងចុច save ទៅពេលហ្នឹងមានន័យថា contact របស់គាត់ទៅបានបង្កើតហើយអញ្ចឹងយើងចូលមកកាន់ contact វិញមកហើយយើង save គាត់មកពេលនេះមានហើយគេថាអាចបង្កើតបានហើយហើយមួយទៀតគឺរបៀប import ព័ត៌មានចូលមកក្នុង contact យើងវិញimport ព័ត៌មានហ្នឹងគឺដើម្បីផ្ដល់ភាពងាយស្រួលដែលថាយើងមានព័ត៌មាននៅខាងក្រៅហើយយើងចង់បញ្ចូលទៅក្នុង contact អញ្ចឹងយើងមិនចាំត្រូវបញ្ចូលម្ដងមួយវានាំឲ្យខាតពេលអញ្ចឹងយើងមានកន្លែង import ហើយយើងអាច import ម្ដងបានព័ត៌មានទាំងអស់ចូលមកក្នុង contact យើងតែម្ដងអញ្ចឹងដើម្បី import ព័ត៌មានបានយើងចូលមកកាន់កន្លែង favorite នេះមកហើយយើងចូលមកកន្លែង import record ដែលនៅក្នុង import record ហ្នឹងយើងធ្វើការទាញបញ្ចូល file លក្ខណៈជា file Excel ដែលខ្ញុំបានរៀបចំវាទុកហើយ file ហ្នឹងវាមានទម្រង់បែបនេះមានឈ្មោះមានលេខទូរស័ព្ទមាន email មាន status activity ក៏អីចឹងទៅតបមកដើម្បី import យើង load file ហ្នឹងមកហើយយើង select file ទៅវាបង្ហាញបែបនេះហើយអញ្ចឹងយើងអាចកំណត់បានទៀតថាយើងចង់ import មួយណាចូលឬក៏ទុកមួយណាចឹងទៅដូចជាព័ត៌មានណាចាំបាច់ឬក៏ព័ត៌មានណាចាំបាច់ចឹងទៅចំពោះយើងអាចខ្វែងចេះបានពីព័ត៌មានណាចាំបាច់ពេលដែលយើងចុច import ទៅព័ត៌មានហ្នឹងវាអត់ load ចូលទៅក្នុង contact យើងទេវាចេញដល់ import ចឹងព័ត៌មានណាដែលអត់ចាំបាច់
ព័ត៌មានណាយើងចង់ដាក់ព័ត៌មានណាដែលយើងចង់ដាក់យើងអាចទុកឬក៏យើងអាចដកចេញបានចឹងមុននឹង import យើងធ្វើការតេស្តវាសិនទៅឬក៏ថាវាអត់មាន error បន្ទាប់ពីវាអត់មានបង្ហាញ error ហើយយើងអាច import វាចូលបានហើយហើយប៉ុណ្ណឹងយើងអាច import ចូលបានហើយចឹងយើងសាកតេស្តមើលណាតើវាចូលអត់យើង search មើលណាហើយវាចូលហើយចាំបើខ្ញុំសាក import វា2ដងទៅវា load មកម្ដងពីរវាចូលទាំងពីរមួយទៀតរបៀបនៃការ export វិញម្ដង export ហ្នឹងមានន័យថាយើងទាញទិន្នន័យពី context ហ្នឹងចេញទៅខាងក្រៅដូចជាយើងទាញទិន្នន័យពី context ហ្នឹងទៅជា file Excel អីចឹងទៅចឹងដើម្បី export វាបានយើងចូលមកកន្លែងនេះមកយើងចុចវាទៅជា view list ដើម្បីយើងអាច click វាបាននេះយើងអាច select click វាបានយើង click ចង់ export មួយ file 2 file ឬក៏3ចឹងទៅចឹងខ្ញុំយក3នេះទៅហើយយើងចូលមកកន្លែង option មកវាមានពាក្យថា export យើងចុច export ទៅវាមានកន្លែង select format ថាជាទម្រង់របស់វាចង់ជា CSV ឬក៏ Excel យើងយកជា Excel នេះទៅហើយនេះគឺជាចំនួន field ដែលយើងចង់ export ចេញមកដូចជាយើងចង់ export field name field phone field email ឬក៏យើងចង់ export field ណាផ្សេងទៀតយើងចុចបូកវាថែមទៅចង់ export context នេះយើងចុចបូកថែមទៅវាបូកថែមឲ្យ country យើងបូកថែមទៅបើចង់ដកចេញវិញយើងចុច delete នឹងចង់បូកថែមកន្លែង context នេះកន្លែង country ចឹងបន្ទាប់ពីហើយកន្លែងនេះដែរក៏យើងអាចកំណត់បានដែរនៅក្នុង template នេះយើងអាច set template វាបានពីយើងចង់កំណត់ទុកថាយើងត្រូវ import វាណាចេះខ្លះយើងអាចកំណត់ទុកបានមាន template ដាក់ឈ្មោះ template មកចូលថាពេលក្រោយពេលយើង select យកយើង save មកមានន័យថាពេលក្រោយពេលយើង select យក template នោះគឺវាបង្ហាញវាមានទិន្នន័យប៉ុណ្ណេះដែលយើង import ចេញចឹងយើងចុច export មកចុច save មកហើយវា download file យើងហើយចឹងនេះមានន័យថាយើងអាច export វាចេញបានហើយនេះតែនៅយើង export ចេញវិញចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាពេលដែលអ្នកទាំងអស់គ្នាមើលហើយអាចអនុវត្តបាន